នោះជារបស់ស្អីមិនមែនរបស់ថាមនុស្សទេជាវត្ថុទើបមានអ្នកត្រូវរបួសស្លាប់ហើយទោះជាយ៉ាងណាថែរក្សានាងខ្មៅនឹងកូនព្រួយខ្វិចបានជួយមកទេវតាសម្រេចរួចហើយពីការស្លាប់របស់ពួកយើងហើយនឹងយើងនឹងមិត្តឯងទាំង3គេនិយាយថាម៉េចពួកយើងគ្រប់គ្នានឹងត្រូវស្លាប់បិសាចនិយាយក៏ហ៎អូយអ្នកណាក៏បានជួយខ្ញុំផងទៅពុកវាហេតុអីទៅខំវត្តមានអ្នកត្រូវរបួសស្លាប់ហើយវាពិតជាខានឡើងមែនហើយលើកឯងបានឃើញហើយក្តីសង្ឃឹមនៅមានមើលរបស់ឯងអាចសង្គ្រោះបានយើងត្រូវទៅរកទេវតានោះមុនគេបញ្ជាក់ការតាតែងគេនិយាយស្អីខ្លះប្រាប់ឯងអាគាររន្ទះនឹងស៊ីនជឿមកដល់ហើយចាំបិសាចសក់ក្រហមលក់ឲ្យអាគាររន្ទះតែម្ដងទៅពួកនេះកំពុងតែត្រូវការគេទៅរកទេវតាផ្សេងនោះស្រាប់ហើយអ្នកខ្មៅនិយាយត្រូវទទួលភ្ញៀវសិនទៅខ្ញុំឆ្លាតអត់ទេបន្តិចទៀតចាំប្រគល់ខ្លួនគេនៅបិសាចសក់ក្រហមហត់ក្លិនបានលឿនណាស់នោះយើងទៅមានតែយើងទេដឹងថាទេវតានៅឯណាតែដំណើរនេះយើងធ្វើតែឯងមិនបានគ្មានទេវតាអាចសម្រេចការស្លាប់របស់នរណាទេនាំខ្ញុំទៅរកទេវតានោះខ្ញុំមិនឲ្យមិត្តខ្ញុំស្លាប់ឡើយមិននឹងមានអ្នករងគ្រោះបន្តទៀតសម្រាប់ទេវតាមិនអាចខំវិតទៅតែឯងទេខ្ញុំមិនដល់លបងទៅដែរហើយអត់ចង្រៃលបងជាណាចាំពុកឯងតាមតាន់បងបកស្រាយប្រាប់គាត់ជឿដែរថាគេអាចនាំយើងទៅរកទេវតាបើមិនជឿឯងមកតាមធ្វើអីខ្ញុំមកតាមការងារបងនឹងហើយនាងអត់សម្ដីឡើយកងវិនធ្លាប់សម្រាប់យើងតែនេះជារឿងកាលពីមុនទេតែពេលនេះពួកយើងជាដៃគូអ្នកណាជាដៃគូរបស់លោកទៅលោកអាក្រក់ជាងលោកម្ចាស់ទាំង3នោះទៅទៀតត្រូវធ្វើខ្លួនឲ្យបានល្អបើហ៊ានធ្វើឲ្យខ្ញុំខឹងខ្ញុំនឹងមិនទុកលោកទេបានឲ្យលុយពុកឯងណាចង់ដឹងរឿងឪពុកឯងនឹងយើងដែរទេយុវជនខុងវិននៅរួមដៃជាមួយបិសាចសក់ក្រហមដែលជាឃាតករសម្រាប់ឪពុករបស់ខ្លួនឯងនេះជាដំណើរជាមួយបិសាចខុងវិនជាបិសាចសក់ក្រហមភ្លាមអញ្ចឹងប្រកាសជាអត់ហើយបិសាចសក់ក្រហមបែបណាខុងវិនមើលធ្លុះដល់បានប៉ុន្តែខុងវិនគេគ្រាន់តែខ្លាចថាអ្វីដែលបិសាចសក់ក្រហមនិយាយជាការពិតចុះបាទនេះពិតជាក្តីសង្ឃឹមចុងក្រោយពួកគេមែនខុងវិនគេមិនដែលស្ងៀមឡើយត្រូវតែងើបឡើងប្រឆាំងនឹងទេវតាម្យ៉ាងទៀតសំណើបិសាចសក់ក្រហមច្បាស់ជាមានលក្ខខណ្ឌតែអ្វីដែលខុងវិនភ័យខ្លាចបំផុតគឺការមើលឃើញមិត្តរបស់ខ្លួនប្រឈមនឹងក្តីស្លាប់ក្នុងរាជធានីពពកមានពេជ្ជឃាតម្នាក់ឈ្មោះសក់ក្រហមអាជីពរបស់គេត្រូវបំផ្លាញដោយសារសង្គ្រាមជាសំណាងបានអ្នកប្រមាញ់ជាវធានជួយសង្គ្រោះគេទាំងពីរខ្លាចជាមិត្តជិតដិតនឹងគ្នា
សង្គ្រាមកាន់តែបង្កពួកគេទាំងពីរបានជួបបម្រើកងទ័ពឬក៏បានជួបអ្នកបពកអគិរទះនិងស៊ីងជើរួមជាមួយគ្នាកំចាត់សត្រូវព្រះអធិរាជបានតែងតាំងពួកគេជាមេទ័ពនិងមានឈ្មោះថាខ្លាបពកទាំង5ក្រោយមកសក់ក្រហមបានរកឃើញការសម្ងាត់ព្រះអធិរាជរាងកាយយៈនេះធំគ្រាន់តែជាសម្បកវិជាដោយអធិរាជតាំងខ្លួនជាទេវតាតើទ្រង់ពិតជាទេវតាមែនឬអាចទេដែលទ្រង់ជាសមជនម្នាក់ដែលគ្មានអំណាចសក់ក្រហមចាប់ដើមរៀបគម្រោងបះបោតែដំណឹងលេចចេញលឿនណាស់សក់ក្រហមកាត់ក្តីពិតភ័យគេបានទៅសារភាពនៅមុខរាជបល្ល័ង្កព្រះអធិរាជដើម្បីលួងលោមសក់ក្រហមជាមិត្តបានបង្ហាញរូបរាងពិតជាមនុស្សមិនស្មានថាសក់ក្រហមបានទិញទឹកចិត្តសេនាវាំងទាំងអស់ព្រះអធិរាជក៏បានសគត់នៅពេលឆាវធានបានដឹងរឿងនេះគេអង្វរសក់ក្រហមកុំឲ្យអំណាចដឹកមុខតែសក់ក្រហមបានយករាងកាយៈនោះរួចបាត់ទៅហើយខ្លាបពកទាំង3ទៀតជ្រើសរើសយកភាពភ័យខ្លាចផ្ទុយពីជាវធានដែលស្មោះស្ម័គ្រពួកគេបានបាត់ខ្លួនទៅមានតែជាវធានប៉ុណ្ណោះដែលងើបប្រឆាំងនឹងសក់ក្រហមតែជាវធានម្នាក់ឯងមិនមែនជាដៃគូសក់ក្រហមទេជាវធានក៏ស្លាប់ទៅយើងសម្លាប់គេពីបច្ចុប្បន្នឋានៈអន្តទាម្នាក់តែជាអ្នកដឹកនាំអាណាចក្រមួយគ្រប់ជីវិតត្រូវអោនក្រាបចំពោះយើងតែដឹងទេយើងគិតចង់ចែកអំណាចជាមួយពួកឯងមើលចុះជាវធានយើងគឺជាលោកម្ចាស់សក់ក្រហមយើងជាបិសាចសក់ក្រហមយើងមិនខុសទេអ្នកដែលខុសគឺឯងយើងមិនដែលនឹកស្មានទេថាខុងវិនកូនប្រុសរបស់ជាវធានជាអ្នកដែលបង្ក្រាបយើង